ក្រុមក្មេងលំលើនេះគឺមិនកុំឲ្យមានសកម្មភាពចាប់ពីថ្ងៃនេះរហូតដល់បញ្ចប់និយាយរួមកុំឲ្យមានមិនថាក្នុងឱកាសបុណ្យចូលឆ្នាំនេះកុំឲ្យមានបាទសូមឲ្យធ្វើម៉េចឲ្យចូលរួមសប្បាយទាំងអស់គ្នាបាទកុំឲ្យមានបញ្ហាក្រុមក្មេងលំលើហើយយើងខ្ញុំនឹងបដិញ្ញាដែរបើសិនជាកើតខ្ញុំបានបញ្ជាក់ថាបើសិនជាមានកើតយើងមិនអាចអត់ឲ្យបានទេព្រោះយើងធ្វើទៅតាមនីតិវិធីច្បាប់បាទខ្ញុំបរិយស្ដីឯកកាន់ពេកអធិការនគរបាលក្រុងសែនមរំបាទចឹងពាក់ព័ន្ធនឹងការត្រៀមកម្លាំងរបស់អធិការនគរបាលក្រុងសែនមរំរបស់យើងចាប់ពីថ្នាក់អធិការរហូតដល់ពលរដ្ឋបាលទាំងពួនសង្កាត់ចឹងកម្លាំងយើងបានត្រៀមរួចជាស្រេចក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកបណ្ដំសង្ឃសំការបានចង់កម្លាំងបានធ្វើផែនការបាទធ្វើផែនការចង់កម្លាំងដាក់ទៅតាមគោលដៅពិសេសគឺគោលដៅសង្ក្រាន្តនៅក្នុងមូលដ្ឋានក្រុងហើយនឹងតាមរមណីយដ្ឋានមួយដែលមាននៅក្នុងក្រុងបានរៀបចំមួយពិសេសហើយបាទទាំងកម្លាំងគោលបាលនិងកម្លាំងជាការពារប្រើប្រាស់វិធានការកម្លាំងសរុបវិធានការរួមបាទនឹងពាក់ព័ន្ធនឹងដល់ចូលឆ្នាំចិត្តម្ដងខាងមុខនេះយើងក៏មានវិធានការដើម្បីបង្ការទប់ស្កាត់រាល់ករណីកើតឡើងដល់ក្រុមក្មេងលំលើហើយយើងនិស្សិតចារថាបើតែជាបឋមខ្ញុំសូមធ្វើការពៀវលាវទៅលើបងប្អូនជាបរិវត្តជាផ្សេងគឺក្រុមក្មេងលំលើក្នុងដល់ចូលឆ្នាំនេះគឺការធ្វើយ៉ាងណាក៏អត់មានហើយយើងធ្វើបើសិនជាមានយើងធ្វើទៅតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំដូចជាវិស័យគឺរដ្ឋាភិបាលនិងអាយដាមឧបនាយករដ្ឋមន្ត្រីសួងហាផ្ទៃកសិកម្មការរបស់ជាតិហើយដោយការចំអល់បង្ហាញពីលោករដ្ឋមន្ត្រីស្នងការបានត្រៀមកម្លាំងជាស្រេចបាទដើម្បីធ្វើការទប់ស្កាត់បើសិនជាមានក្រុមក្មេងទំនើបយើងត្រូវតែបង្ក្រាបឲ្យខានទៅបានបាទហើយយើងធ្វើប្រហែលទេពាក់ព័ន្ធនឹងការណែនាំអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំយើងត្រូវតែយកចិត្តទុកដាក់ហើយយើងក៏បានដាក់ផែនការនេះទៅដល់ផ្នែកជំនាញទៅចំពោះរដ្ឋបាលទាំង4នៅក្នុងភូមិសាស្ត្ររបស់ក្រុងរបស់យើងរួចរាល់ហើយបាទនេះមួយទៀតគឺខ្ញុំក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំជំនុំមុខឲ្យថ្នាក់ដឹកនាំថ្នាក់ដឹកនាំស្នងការដូចជាមានជាការឯកភាពក្រុងខ្ញុំសូមអំពាវនាវទៅដល់បងប្អូនជាបរិវត្តពេលមកកំសាន្តនៅក្នុងទឹកដីក្រុងសែនមរំនិយាយរួមនិយាយដល់ឡែកគឺពាក់ព័ន្ធតំបន់ផ្សេងនៅក្នុងក្រុងសែនមរំនេះដែលធ្វើចរាចរណ៍នេះគឺទីមួយសូមឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបាទហើយយើងដឹងហើយថាស្ថានភាពផ្លូវនៅក្នុងទឹកដីខេត្តមណ្ឌលគិរីនេះដូចបងប្អូនភ្ញៀវទេសចរឬភ្ញៀវជាតិអន្តរជាតិខ្ញុំបានដឹងហើយថាមណ្ឌលគិរីគឺសម្បូរទៅដោយភ្នំហើយផ្លូវមានផ្លូវតោងផ្លូវឡើងផ្លូវចុះអញ្ចឹងក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំអធិការខ្ញុំសូមអំពាវនាវដល់បងប្អូនភ្ញៀវជាតិអន្តរជាតិបាទសូមបើកបរឲ្យមានការប្រុងប្រយ័ត្នហើយយើងសូមឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបាទហើយចុងក្រោយនេះគឺខ្ញុំសូមថាឲ្យក្រុមក្មេងលំលើនេះគឺមិនកុំឲ្យមានសកម្មភាពចាប់ពីថ្ងៃនេះរហូតដល់បញ្ចប់និយាយរួមកុំឲ្យមានមិនថាក្នុងឱកាសបុណ្យចូលឆ្នាំនេះកុំឲ្យមានបាទសូមឲ្យធ្វើម៉េចឲ្យចូលរួមសប្បាយទាំងអស់គ្នាបាទកុំឲ្យមានបញ្ហាក្រុមក្មេងលំលើហើយយើងខ្ញុំនឹងបដិញ្ញាដែរបើសិនជាកើតខ្ញុំបានបញ្ជាក់ថាបើសិនជាមានកើតយើងមិនអាចអត់ឲ្យបានទេព្រោះយើងធ្វើទៅតាមនីតិវិធីច្បាប់បាទ